Trong riệp suốt có đôi chia sút đây, bụng mai bông ônទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញអំពីរបៀបធ្វើពោះជ្រូកបែបណាកុំឲ្យមានក្លិនជ្រូកហើយក្លិនចេញពីគ្រឿងក្នុងជ្រូកបងប្អូនមួយចំនួនដែលធ្វើភាគច្រើនគឺគាត់ដឹងហើយគាត់ថាមួយចំនួនតូចដែលគាត់មិនទាន់បានដឹងថាតើធ្វើបែបម៉េចកុំឲ្យមានក្លិនគ្រឿងក្នុងនៅពេលដែលយើងធ្វើរាល់ដងគឺធំក្លិនជ្រូកហើយនឹងប្រឡាក់ជាប់ដៃជាប់អីហ្នឹងគឺថាឆ្អាបពេញនឹងអញ្ចឹងទៅញ៉ាំខ្លួនឯងហ្នឹងក៏មិនឆ្ងាញ់ដែរអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកពីបទពិសោធន៍ខ្លះដែលខ្ញុំធ្លាប់ធ្វើកន្លងមកហើយឃើញថាវាទទួលបានជោគជ័យហើយវាឆ្ងាញ់ញ៉ាំហើយគឺវាពេញមាត់របស់យើងហ្មងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកដូចទៅក្នុងរូបវីដេអូខាងក្រោមហ្នឹងអញ្ចឹងពោះវៀនជ្រូកនិយាយទៅគឺត្រូវលាងច្រើនទឹកមែនតើលាង4-10ទឹកហើយយើងច្របាច់អំបិលហើយលាងថែម4-10ទឹកទៀតជាពិសេសអាគ្រឿងក្នុងខុនអីហ្នឹងអាហ្នឹងគឺថាប្រភពអាចបោះជ្រូកហ្នឹងហើយអញ្ចឹងនាងខ្ញុំធ្វើការលាងទៅលាងមកលាងទៅលាងមកនិយាយទៅលាងទាល់តែសទឹកតែម្ដងនេះបងប្អូនទាំងអស់គ្នាចំណុចសំខាន់ហ្នឹងគឺស្លឹកតបែកហ្នឹងគឺធ្វើឲ្យជ្រូករបស់យើងហ្នឹងពោះវៀនជ្រូកហ្នឹងកាត់ឆ្អាបហើយនៅជាប់ដៃជាប់អីក៏អត់មានក្លិនដែរគឺមិនអាចចោលបាននេះគឺស្លឹកតបែកនេះឯងហើយយើងយកស្លឹកតបែកមកយើងញីលាងវាឲ្យស្អាតដើម្បីឲ្យច្រាស់ដីច្រាស់អីអស់ចឹងទៅ2-3ទឹកចឹងទៅហើយយើងយកវាមកពូតធ្វើម៉េចឲ្យស្លឹកតបែករបស់យើងហ្នឹងបែកខ្ទេចឲ្យម៉ត់ណាបងប្អូនយើងច្របាច់ទៅច្របាច់មកឲ្យស្លឹកតបែកយើងហ្នឹងម៉ត់ហើយទើបយើងសម្រង់យកទឹករបស់វាហ្នឹងយកមកលាងពោះជ្រូករបស់យើងដើម្បីពោះជ្រូកយើងហ្នឹងកាត់ឆ្អាបកាត់ជាប់ដៃអីហ្នឹងគឺអត់មានក្លិនទេអត់ក្លិនសោះហ្មងនេះបន្ទាប់ពីយើងពូតបានប៉ុណ្ណេះហើយបងប្អូនចង់ពូតខ្លាំងជាងនេះទៀតក៏បានដែរដាក់ស្លឹកឲ្យច្រើនជាងនេះទៀតក៏បានដែរប៉ុន្តែខ្ញុំដាក់តែប៉ុណ្ណេះទេហើយយើងធ្វើការត្រង់យកកាកចេញយើងអត់ដាក់ទាំងកាកណាបងប្អូនបើយើងដាក់ទាំងកាកទៅវាចូលទៅក្នុងពោះវៀនជ្រូកអីចឹងទៅអញ្ចឹងយើងត្រង់វាអញ្ចេះទៅយើងយកតែទឹកវាបានហើយយើងធ្វើការចំបាច់វាឲ្យចូលជាតិជាមួយនឹងជ្រូកនោះលាងវាច្រើនទឹកហើយបន្ទាប់មកទៀតសួតហ្នឹងបងប្អូនសួតនេះយើងត្រូវយកវាមកវាយដើម្បីឲ្យវាចេញឈាមកន្លែងកកចេញព្រោះថាសួតហ្នឹងក៏វាមិនល្អប្រហែលដែរប៉ុន្តែវាឆ្ងាញ់អញ្ចឹងយើងយកវាមកវាយឲ្យចេញអាឈាមតែកកហ្នឹងចេញហើយយើងធ្វើការលាងទៀតលាងឲ្យច្រើនទឹកនិយាយទៅច្រើនមែនតើលាងធ្វើម៉េចឲ្យទឹករបស់យើងហ្នឹងសថ្លាក្បោះហ្មងណាទើបឲ្យយើងយកទៅស្ងោរទៅវាអត់មានក្លិនបន្ទាប់ពីយើងលាងស្អាតហើយយើងមកធ្វើការដាក់ចូលឆ្នាំងទៅថ្ងៃនេះខ្ញុំប្រើចក្រានខ្ជុងពេលយើងដាក់ចក្រានខ្ជុងអញ្ចឹងទៅវាងុំនៅហ្នឹងបើដាក់ហ្គាសវាអស់ច្រើនអញ្ចឹងខ្ញុំធ្វើការបង់សាច់របស់យើងនឹងចូលមកក្នុងនឹងទាំងអស់មកហើយបន្តិចទៀតខ្ញុំនឹងទៅរកគ្រឿងដើម្បីយកមកដាក់ចូលដើម្បីកាត់ឆ្អាបនេះបងប្អូនទាំងអស់គ្នាគ្រឿងរបស់យើងមានគល់ក្រៃល្ក្រូចម្ដេងហើយនឹងស្លឹកក្រូចសើចនឹងឯងហើយយើងធ្វើការដាក់វាច្រើនបន្តិចទៅអាហ្នឹងកាត់ជាតិឆ្អាបហើយធ្វើឲ្យក្លិនឈ្ងុយប្រហើរចេញមកពីក្នុងសាច់តែម្ដងបន្ទាប់មកទៀតយើងទុកវានៅហ្នឹងទៅទុកចោលរហូតតទៅវាផុយទៅយើងឆ្លៀតពេលនេះយើងមកធ្វើទឹកប្រហុកវិញម្ដងសម្រាប់ទឹកប្រហុកវិញគឺយើងធ្វើការច្រាមប្រហុកច្រាមឲ្យវាម៉ត់ទៅបងប្អូនហើយគ្រឿងផ្សំវិញដាក់តាមចំណង់ចំណូលចិត្តបងប្អូនទៅយើងដាក់គល់ក្រៃស្លឹកក្រូចរំដេងអញ្ចឹងទៅស្ករប៊ីចេងទឹកដោះគោនិយាយទៅភ្លក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាដោយសារតែទឹកប្រហុកហ្នឹងតាមទាំងនីមួយនិយមធ្វើខុសគ្នាអញ្ចឹងណាអ្នកខ្លះចូលចិត្តជូរអ្នកខ្លះចូលចិត្តប្រៃផ្អែមអីចឹងទៅអញ្ចឹងហើយយើងបង់គ្រឿងតាមចំណង់ចំណូលចិត្តទៅត្រង់នេះគឺអត់មានអីពិបាកទេទឹកប្រហុកត្រង់នេះផងដែរខ្ញុំធ្វើការហាន់ជាមួយនឹងរំដេងជាមួយនឹងស្លឹកក្រូចដាក់ចូលគ្នាហើយយើងដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមអញ្ចឹងទៅណាហើយមានដាក់ស្ករដាក់ប៊ីចេងទឹកដោះគោអីចឹងទៅតាមចំណង់ចំណូលចិត្តចឹងទៅហើយដាក់ម្ទេសចំណង់ចំណូលចិត្តត្រូវការហឹរខ្លាំងដាក់ឲ្យច្រើនចឹងបងប្អូនតាមចំណង់ចំណូលចិត្តទេត្រង់នេះនោះហើយជាពិសេសបើខ្ញុំចូលចិត្តជូរអញ្ចឹងហើយក្រូចឆ្មានេះខ្ញុំដាក់ឲ្យនិយាយទៅដាក់ច្រើនណាបើស្ទើអញ្ចឹងទៅយើងថែមទៀតអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយឥឡូវយើងមកមើលសាច់ម្ដង
ទឹកប្រហុកមិញហ្នឹងគឺយើងធ្វើប៉ុណ្ណឹងហើយយើងភ្លក់មើលទៅបើត្រូវតាមចំណង់ចំណូលចិត្តហើយយើងយកមកញ៉ាំបានហើយឥឡូវហ្នឹងក៏ពោះជ្រូកខ្ញុំហ្នឹងក៏ចាប់ផ្ដើមក្លិនអូយឈ្ងុយឈ្ងុយស្លឹកក្រូចម្ដេងបងប្អូននេះចាប់ផ្ដើមផុយហើយមានអីទេគឺដល់ម៉ោងបរិភោគល្មមគឺយកមកហាន់ដាក់លើតុមកហើយមានអាត្រជាក់ហ្នឹងមកកំប៉ុង2មកជួបជុំគ្រួសារហើយមេឃភ្លៀងចេះផងមានអីត្រូវបដ ாய் នេះបងប្អូនអើយជាពិថាជាតិនេះពវៀននេះខ្ញុំយកទៅអាំងម្សាទៀតណាដោយសារខ្ញុំដាក់ស្ងោរខ្លះខ្ញុំយកទៅអាំងខ្លះនេះបងប្អូនជាតិតែបងប្អូនអាចសាកធ្វើបានតែកុំភ្លេចអសោះស្លឹកតបែកយកស្លឹកតបែកយើងយកមកច្របាច់ពូតវាឲ្យទឹកចេញជាទឹកហើយយើងយកមកច្របាច់លាយជាមួយនឹងពវៀនរបស់យើងនឹងច្របាច់ចុះច្របាច់ឡើងឲ្យពវៀនរបស់យើងនឹងបាត់ឆ្អាបចាវីដេអូរបស់នាងខ្ញុំហ្នឹងគឺមានតែប៉ុណ្ណេះទេបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់សូមបងប្អូនទាំងអស់គ្នាជួយ Subscribe ក៏ដូចជា Like Channel ដើម្បីទទួលបានមើលវីដេអូថ្មីៗនៅពេលក្រោយទៀតអរគុណច្រើនបាយបាយ